តោះបងប្អូនទៅមើលពីសកម្មភាពក្រុមការងារខាងកន្លែងកសិដ្ឋានរបស់ថៅកែខ្ញុំកន្លែងខ្ញុំធ្វើការទៅមើលការងាររបស់ពួកគាត់ធ្វើនេះជាការងាររបស់ប្រុសឯណាបងប្អូនស្រីអត់បានធ្វើទេកាលពីមិនតាន់មានប្រុសច្រើនកន្លែងខ្ញុំការងារអស់ហ្នឹងក៏ស្រីធ្វើដែរដល់ពេលឥឡូវនេះការងារអស់ហ្នឹងមានប្រុសហើយគឺស្រីអត់ធ្វើទេហើយនេះជារងដល់តកែខ្ញុំក្របសម្រាប់មេរោគប្រហប់ដីក៏ស៊ូនឹងបងប្អូននឹងក្របដល់ពេលវេលាបើកវិញហើយចំណែកនេះសកម្មភាពកាលពីចាប់ផ្ដើមក្របបងប្អូននៅពេលដែលគេក្របអញ្ចឹងនៅពេលដែលយើងក្របហើយដូចវារៀបចូលដីដូចវីដេអូខាងមុននឹងអញ្ចឹងបងប្អូននៅពេលក្របគឺយើងក្របបែបហ្នឹងយើងអូសទៅមុខទៅនៅពេលដែលយើងរើអីហើយអញ្ចឹងទៅយើងត្រូវដាក់ម៉ាំងដាក់ដបូលអីហ្នឹងណាបងប្អូនដើម្បីយើងរើកស៊ូនឹងកុំឲ្យហត់ពេកព្រោះថាខែនេះគឺជាខែក្តៅបើយើងអត់ដាក់ម៉ាំងដាក់ដបូលទេគឺវាហត់ហើយបងប្អូនអើយការងារដល់ខែនេះតែសំបីតែដើរហ្នឹងក៏បាក់ញើសដែរបងប្អូនទ្រាំអីរើកស៊ូតាំងដៃតាំងជើងនេះជាសកម្មភាពដែលកំពុងតែមូកស៊ូទុកដាក់បងប្អូនខាងបងប្អូនខ្ញុំឃើញបងប្រុសម្នាក់ដែរគាត់ខាងកសិកម្មនិងកន្លែងក្បែរខ្ញុំខាងកសិកម្មដូចខ្ញុំដែរសំបីតែកសិដ្ឋានក្បែរគ្នាការធ្វើក៏ខុសគ្នាដែរណាបងប្អូនកន្លែងខ្ញុំគឺបត់កស៊ូបែបហ្នឹងហើយចងយកទៅក្របទុកអញ្ចឹងណាប៉ុន្តែកន្លែងគេខ្ញុំឃើញគាត់មូអំវេលបងប្អូនមូនិយាយទៅមូដុំដូចយើងមូអំវេលកម្មាអញ្ចឹងសំបីតែការធ្វើខុសគ្នាដែរបងប្អូនអញ្ចឹងខ្ញុំឃើញវីដេអូរបស់គេផ្សេងវីដេអូរបស់ខាងកន្លែងខ្ញុំខុសគ្នាបន្តិចអញ្ចឹងណាគាត់ណាជាផ្ទាំងទស្សនីយភាពអីបងប្អូនមើលកំសាន្តអញ្ចឹងទៅព្រោះថាខាងកសិកម្មវារៀងហត់ដែរការងារអស់នេះកាលពីមិនតាន់មានប្រុសបងប្អូនហើយពួកខ្ញុំស្រីជាអ្នកធ្វើហត់ខ្លាំងណាសង្ឃថាទាញកស៊ូចង់ច្រត់ស្បូននិយាយឲ្យអស់គេអស់ខ្មាស់ហ្មងបងប្អូនហត់មែនតែនហ្មងព្រោះថាអាកម្លាំងជើងក៏វាអស់អាបេះដូងក៏វាលោតចង់លោតចេញក្រៅទ្រូងនិយាយទៅវាហត់ខ្លាំងពេកចុះឲ្យតែកែប្រើតែខែក្តៅទេធ្វើបែបហ្នឹងបងប្អូនបង្ហប់ដីបង្ហប់អីហើយរើកស៊ូចេញហ្នឹងនិយាយទៅការងារកន្លែងខ្ញុំពីមុនអត់មានរើសប្រុសស្រីទេតែឥឡូវដល់ពេលមានប្រុសច្រើនអញ្ចឹងទៅតែកែរៀងថ្នមស្រីបន្តិចដែរប្រុសធ្វើការងារខាងក្រៅច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំឥឡូវរៀងធូរកម្លាំងជាងមុនអរគុណតកែហើយដែលបានយកប្រុសមកច្រើនជំនួយកម្លាំងស្រីកុំអីស្រីធ្វើការមិនបាច់ទេដាច់ចសៃកូនអស់ហើយបងប្អូនអើយព្រោះតាសិតការងារធ្ងន់ណាតែកន្លែងគេក៏ខ្ញុំឃើញស្រីធ្វើដូចតែកន្លែងខ្ញុំដែរគាត់ថាឥឡូវកន្លែងខ្ញុំលែងធ្វើហើយការងារអស់នេះព្រោះថាមានបរោះដល់5 6នាក់ហើយស្រីធ្វើអីទៀតប្រាក់ខែក៏ច្រើនជាងស្រីអញ្ចឹងហើយធ្វើទៅការងារយើងទេស្រីឥឡូវមានតែបេះដាំអីអញ្ចឹងការងារខ្លះក៏មានធ្ងន់ម្ដងម្កាលដែរនៅពេលដែលអត់មានបន្លែបេះអញ្ចឹងណាមកជួយប្រុសហើយការងារកន្លែងខ្ញុំអញ្ចឹងលវេលទុកអញ្ចឹងមិនថាកស៊ូគ្របសម្រាប់មេរោគទេអំវេលទុកអញ្ចឹងសំបីតែកស៊ូដាំក៏អំវេលទុកអញ្ចឹងដែរបងប្អូនហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលា